សូមបងប្អូនលោកដែលមានព្រះគម្ពីរសម្បានបើកដល់គម្ពីរពេត្រុសខ្សែទី1ចំពុក1គម្ពីរពេត្រុសខ្សែទី1ចំពុក1ខ្ញុំអានខ10រហូតដល់ខ12ឯពួកហោរាជាអ្នកបានទាយពីព្រះគុណដែលផ្ដល់មកអ្នករាល់គ្នាគេបានស៊ើបសួរហើយខំរកឲ្យដឹងពីសេចក្តីសង្គ្រោះនោះទាំងស្វែងរកឲ្យដឹងពេលវេលាណាឬគ្រាយ៉ាងណាដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សន្ធិដ្ឋក្នុងគេទ្រង់ចង្អុលបង្ហាញក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុនអំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាកហើយពីសេរីល្អទាំងប៉ុន្មានដែលត្រូវមកតាមក្រោយតែទ្រង់បានសម្ដែងឲ្យគេដឹងថាសេចក្តីទាំងនោះមិនមែនសម្រាប់គេទេគឺសម្រាប់យើងរាល់គ្នាវិញគឺជាសេចក្តីទាំងប៉ុន្មានដែលឥឡូវនេះពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បានចាត់ពីឋានសួគ៌មកហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្តីទាំងនោះដែរសូមបានសម្រួមចិត្តអធិដ្ឋានដើម្បីសូមប្រពោព្រះក្នុងការដែលយើងនឹងសិក្សាព្រះបន្ទូលព្រះជាមួយគ្នានៅពេលនេះព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានរំលែកពេលនៅថ្ងៃនេះជួបជុំគ្នាថ្វាយបង្គំព្រះអង្គសូមព្រះអង្គបានគង់ជាអធិបតីនៅកណ្ដាលចំណោមទូបង្គំយើងខ្ញុំទាំងអស់គ្នាទូបង្គំអរព្រះគុណដល់ព្រះអង្គទូបង្គំក៏សូមព្រះអង្គបានសពប្រតិប្រទានឲ្យបង្គំយើងខ្ញុំបានមានចិត្តដែលប្រុងប្រៀបនឹងស្ដាប់ព្រះសូរសៀងព្រះអង្គដែលទ្រង់សពប្រតិមានបន្ទូលមកដល់ចិត្តបង្គំយើងខ្ញុំតរខ្លួនម្នាក់តាមរយៈការសិក្សានៃព្រះបន្ទូលទ្រង់នៅថ្ងៃនេះទូបង្គំអរព្រះគុណដែលសូមអធិដ្ឋានទូថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមដ៏មានអំណាចព្រះចេស្តារបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនក្នុងជីវិតរស់នៅលើផែនដីនេះមានសេចក្តីសង្គ្រោះឬការសង្គ្រោះជាច្រើនដែលមនុស្សគ្រប់គ្នាត្រូវការពីពេលមួយទៅពេលមួយសង្គ្រោះខ្លះគឺជាសេចក្តីសង្គ្រោះឲ្យរួចពីសេចក្តីអន្តរាយដោយទឹកជំនន់គឺជួយសង្គ្រោះឲ្យរួចពីការដែលលង់ទឹកសេចក្តីសង្គ្រោះខ្លះគឺជាសេចក្តីសង្គ្រោះជួយឲ្យរួចពីសេចក្តីអន្តរាយដោយភ្លើងឆេះគឺជួយសង្គ្រោះឲ្យរួចពីភ្លើងដែលឆេះផ្ទះឬក៏ភ្លើងឆេះឡានឬក៏ភ្លើងឆេះទ្រព្យសម្បត្តិអ្វីផ្សេងទៀតសេចក្តីសង្គ្រោះខ្លះគឺជាសេចក្តីសង្គ្រោះឲ្យរួចពីសេចក្តីស្លាប់ដោយសារជំងឺមានសេចក្តីសង្គ្រោះជាច្រើនដែលជួយមនុស្សឲ្យរួចពីមហន្តរាយឬក៏រួចពីអន្តរាយដោយប្រការផ្សេងមានអន្តរាយដោយទ្រព្យសម្បត្តិមានអន្តរាយដោយជីវិតដែលមនុស្សត្រូវការនៅសេចក្តីសង្គ្រោះតែមានសេចក្តីសង្គ្រោះមួយដែលធំបំផុតក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់គឺជាសេចក្តីសង្គ្រោះឲ្យរួចពីព្រលឹងវិញ្ញាណដែលត្រូវធ្លាក់ទៅក្នុងសេចក្តីហិនវិនាសដល់នៅអស់កលជានិច្ចគឺជាសេចក្តីសង្គ្រោះជួយព្រលឹងវិញ្ញាណកុំឲ្យធ្លាក់ទៅស្ថាននរកជាស្ថានដែលវេទនាអស់កលជានិច្ចនោះថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនលោកបានសិក្សានៅមេរៀនមួយដែលមានចំណងជើងថាអបអរនិងសេចក្តីសង្គ្រោះដែលព្រះប្រទានឲ្យតើមានអ្វីខ្លះជាកត្តាសំខាន់ដែលតាក់ទងទៅនឹងការអបអរនិងសេចក្តីសង្គ្រោះដែលព្រះទ្រង់ប្រទានឲ្យមួយគឺអបអរដោយព្រោះព្រះគ្រីស្ទបានលុបចោលនៅអតីតកាលនៅក្នុងបទគម្ពីររ៉ូមចំពុក3នៅក្នុងខ25បងប្អូនលោកដែលមានព្រះគម្ពីរអាចនឹងបើកទៀងជាមួយនឹងខ្ញុំនៅក្នុងបទគម្ពីររ៉ូមចំពុក3ខ25ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រុសដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះចំពោះការដែលទ្រង់មិនប្រកាន់អំពើបាបដែលគេប្រព្រឹត្តពីដើមដោយទ្រង់មានព្រះハរតីអត់ធ្មត់ជំនឿដែលជឿព្រះយេស៊ូវគ្រីស្ទគឺជាជំនឿដែលមានលក្ខណៈពិសេសគឺជាជំនឿដែលជួយឲ្យរួចពីអំពើបាប
អំពើបាបដែលមនុស្សគ្រប់គ្នាមានគឺជាអំពើបាបដែលកន្លងមកហៅថាជាអំពើបាបដែលបានប្រព្រឹត្តនៅក្នុងអតីតកាលអំពើបាបដែលប្រព្រឹត្តមាននៅក្នុងបច្ចុប្បន្នកាលហើយនឹងអំពើបាបដែលប្រព្រឹត្តមាននៅក្នុងអនាគតកាលកាលណានិយាយពីអតីតកាលគឺនិយាយពីការដែលកន្លងមកហើយជាទូទៅនៅពេលដែលមនុស្សណាម្នាក់ដឹងខ្លួនថាមានបាបឬក៏ដឹងខ្លួនថាបានធ្វើបាបហើយមានចិត្តភ័យខ្លាចចង់បានរួចពីអំពើបាបនោះគឺគេតែងតែទៅរកសាសនាណាមួយដើម្បីនឹងកាន់តាមដើម្បីនឹងជឿតាមប្រយោជន៍ឲ្យបានរួចពីអំពើបាបនៅពេលដែលគេបានជ្រើសរើសសាសនាណាមួយដើម្បីនឹងកាន់តាមហើយក៏មានពាក្យស្ដីបង្រៀននៅក្នុងសាសនានោះឲ្យធ្វើល្អឲ្យធ្វើការនេះហើយកុំឲ្យធ្វើការអាក្រក់ណាមួយដើម្បីកុំឲ្យធ្វើបាបនៅក្នុងសេចក្តីបង្រៀននោះឧទាហរណ៍ថាកុំឲ្យលួចគេកុំឲ្យធ្វើបាបកុំឲ្យជេរគេដើម្បីកុំឲ្យធ្វើបាបឬក៏ដើម្បីកុំឲ្យកុហកគេដើម្បីកុំឲ្យធ្វើបាបហើយមានការជាច្រើនដែលមាននៅក្នុងសាសនានីមួយៗដែលបានបង្រៀនពីការដែលកុំឲ្យធ្វើការអាក្រក់ណាមួយដើម្បីកុំឲ្យមានបាបពេលដែលឃើញសេចក្តីបង្រៀនទាំងអស់នោះហើយចាប់ផ្ដើមកាន់តាមអ្នកនោះក៏ចាប់ផ្ដើមដឹងច្បាស់ថាខ្លួនបានធ្វើការទាំងអស់នោះរួចកន្លងមកហើយសំណួរសួរថាបើសិនជាឃើញការប្រាប់ពីការដែលកុំឲ្យធ្វើទាំងអស់នោះដូចជាកុំឲ្យលួចកុំឲ្យកុហកកុំឲ្យជេរប៉ុន្តែការទាំងអស់នោះគឺគេបានធ្វើរួចមកហើយមុនដែលគេជួបនឹងសេចក្តីបង្រៀននៅក្នុងសាសនាណាមួយដែលគេកាន់តាមនោះដូច្នេះតើមានដំណោះស្រាយណាដែលអាចនឹងជួយឲ្យរួចពីអ្វីដែលគេបានប្រព្រឹត្តកន្លងមកហើយគឺអត់មានដំណោះស្រាយដើម្បីនឹងជួយនៅអំពើបាបដែលគេបានប្រព្រឹត្តកន្លងមកហើយនោះទេដូចនេះការដែលខំកាន់តាមនៅសេចក្តីបង្រៀនណាមួយនៅក្នុងសាសនាក៏មិនអាចនឹងជួយឲ្យអ្នកនោះរួចពីទោសដែលបានធ្វើពីអតីតកាលកន្លងមកដែរប៉ុន្តែជំនឿដែលជឿព្រះយេស៊ូវគ្រីស្ទគឺជាជំនឿដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានសុគតនៅលើឈើឆ្កាងជាថ្លៃសងអំពើបាបរបស់ផងមនុស្សហើយនៅពេលដែលមនុស្សម្នាក់បានទទួលជឿដល់ព្រះអង្គទុកជាព្រះអង្គសង្គ្រោះនិងជាព្រះអង្គម្ចាស់នៃជីវិតគឺអំពើបាបដែលមាននៅក្នុងអតីតកាលបច្ចុប្បន្នកាលនិងអនាគតកាលគឺព្រះទ្រង់បានសុគតជាថ្លៃសងអំពើបាបរបស់ផងអ្នកនោះការសុគតនៅលើឈើឆ្កាងនៃអង្គព្រះយេស៊ូវគ្រីស្ទមិនមែនព្រះអង្គសុគតសម្រាប់សងអំពើបាបរបស់ផងមនុស្សនៅក្នុងបច្ចុប្បន្នកាលនេះតែប៉ុណ្ណោះប៉ុន្តែអំពើបាបរបស់ផងមនុស្សគ្រប់គ្នាដែលមានតាំងពីអតីតកាលបច្ចុប្បន្នហើយរហូតដល់អនាគតគឺការសុគតនៅលើឈើឆ្កាងរបស់ផងព្រះអង្គគឺសុគតដើម្បីនឹងសងអំពើបាបទាំងអស់នោះកាលណាព្រះទ្រង់អត់ទោសអំពើបាបអស់លោកប្អូនដោយជំនឿដែលអស់លោកប្អូនបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទទុកជាព្រះអង្គម្ចាស់ហើយជាព្រះអង្គសង្គ្រោះនៃជីវិតហើយព្រះអង្គបានអត់ទោសបាបអស់លោកប្អូនព្រះគម្ពីរប៊ីបានចែងឲ្យយើងបានដឹងថាព្រះអង្គមិននឹកចាំនៅអំពើបាបនោះទៀតជីវិតគ្រីស្ទបរិស័ទជាជីវិតដែលមានអំណរដោយព្រោះអំពើបាបពីអតីតកាលបានត្រូវអត់ទោសឲ្យគឺព្រះយេស៊ូវគ្រីស្ទទ្រង់បានលុបចោលអស់ទាំងអំពើបាបដែលមាននៅក្នុងអតីតកាលក្នុងជំនឿដែលជឿដល់ព្រះយេស៊ូវគ្រីស្ទខ្ញុំអានឡើងវិញនៅក្នុងបទគម្ពីររ៉ូមជំពូក3នៅក្នុងខ25ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោសដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះចំពោះការដែលទ្រង់មិនប្រកាន់អំពើបាបដែលគេប្រព្រឹត្តពីដើម
ដោយទ្រង់មានព្រះハរតីអត់ធ្មត់ទី2ដែលអបអរនឹងសេចក្តីសង្គ្រោះដែលព្រះប្រទានឲ្យគឺយើងអាចនឹងអបអរដោយព្រោះព្រះគ្រីស្ទគង់ជាមួយក្នុងពេលបច្ចុប្បន្ននេះនៅក្នុងបទគម្ពីរហេព្រើរជំពូក13នៅក្នុងខ5គម្ពីរហេព្រើរជំពូក13ខ5ចូលឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្តបានឥតលោភឡើយឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះត្បិតទ្រង់មានបន្ទូលថាអញនឹងមិនចាក់ចេញពីឯងក៏មិនបោះបង់ចោលឯងឡើយជីវិតគ្រីស្ទបរិស័ទគឺជាជីវិតដែលព្រះទ្រង់គង់នៅជាមួយហើយដែលព្រះអង្គគង់នៅជាមួយគឺព្រះអង្គមានបន្ទូលសន្យាច្បាស់ថាព្រះអង្គទ្រង់មិនបោះបង់ចោលព្រះអង្គនៅជាមួយជារហូតយោងតាមបទគម្ពីរវិវរណៈជំពូក3នៅក្នុងខ20បានចែងឲ្យយើងបានដឹងច្បាស់ថានៅពេលដែលមនុស្សម្នាក់បានសម្រេចចិត្តទទួលព្រះយេស៊ូវគ្រីស្ទយាងព្រះអង្គគង់នៅក្នុងជីវិតទុកជាព្រះអម្ចាស់ហើយជាព្រះអង្គសង្គ្រោះនៃជីវិតតខ្លួនគឺព្រះយេស៊ូវទ្រង់បានសន្យាយាងគង់នៅក្នុងជីវិតអ្នកនោះហើយអ្វីដែលជាពាក្យសន្យារបស់ព្រះអង្គគឺព្រះអង្គទ្រង់មិនកុហកគឺព្រះអង្គទ្រង់មិនប្រែប្រួលគឺព្រះអង្គសន្យាហើយព្រះអង្គទ្រង់រក្សានៅពាក្យដែលព្រះអង្គសន្យាហើយអំណរសម្រាប់អស់លោកបងប្អូនហើយនឹងខ្ញុំដែលបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទហើយគឺជាអំណរដែលយើងដឹងច្បាស់ថាព្រះគ្រីស្ទទ្រង់គង់នៅក្នុងជីវិតរបស់ផងយើងដែលយើងរស់នៅជារៀងរាល់ថ្ងៃនេះនៅក្នុងបទគម្ពីរយ៉ូហានខ្សែទី1ចំពុក3នៅក្នុងខ1គម្ពីរយ៉ូហានខ្សែទី1ចំពុក3ខ1មើលសេចក្តីស្រឡាញ់យ៉ាងណាណោដែលព្រះវរបិតាបានផ្ដល់មកយើងរាល់គ្នាឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះគឺដោយហេតុនោះបានជាលោកីមិនស្គាល់យើងទេពីព្រោះមិនស្គាល់ទ្រង់ដែរនៅក្នុងខគម្ពីរនេះបានបញ្ជាក់នៅការមួយដ៏វិសេសសម្រាប់អស់លោកបងប្អូនហើយនឹងខ្ញុំដែលបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទហើយគឺទទួលបាននៅសេចក្តីស្រឡាញ់របស់ផងព្រះដែលព្រះអង្គបានហៅយើងធ្វើជាកូនរបស់ផងព្រះអង្គគឺព្រះអង្គទទួលយើងធ្វើជាកូនរបស់ផងព្រះបានជានៅពេលដែលអស់លោកបងប្អូនទទួលបានព្រះយេស៊ូវគ្រីស្ទគង់នៅក្នុងជីវិតអស់លោកបងប្អូនហើយព្រះអង្គទ្រង់គង់នៅហើយព្រះអង្គសន្យាថាព្រះអង្គគង់នៅអត់ដែលបោះបង់ចោលទេហើយជាមួយគ្នាដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គគង់នៅក្នុងជីវិតអស់លោកបងប្អូនព្រះអង្គប្រទានឯកសិទ្ធិឲ្យអស់លោកបងប្អូនទទួលបានឯកសិទ្ធិធ្វើជាកូនរបស់ផងព្រះហើយដែលជាកូនរបស់ផងព្រះគឺព្រះអង្គសព្វតីការពារថែរក្សាផ្គត់ផ្គង់ហើយគង់នៅជាមួយគ្នាដែលបងប្អូនអស់លោកហើយនឹងខ្ញុំបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទហើយព្រះគម្ពីរប៊ីបបានបញ្ជាក់ឲ្យយើងបានដឹងច្បាស់ថាឈ្មោះរបស់ផងអស់លោកបងប្អូនឈ្មោះរបស់ផងខ្ញុំនិងអស់អ្នកដែលបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គបានកត់ទុកនៅក្នុងបញ្ជីជីវិតរបស់ផងព្រះអង្គហើយដែលព្រះអង្គកត់ទុកហើយព្រះអង្គអត់ដែលលុបចោលទេហេតុអ្វីពីព្រោះនៅពេលដែលព្រះអង្គកត់ទុកឈ្មោះអ្នកណាម្នាក់នៅក្នុងបញ្ជីជីវិតរបស់ផងព្រះអង្គមិនដែលច្រឡំក្នុងការដែលកត់ទុកនៅឈ្មោះអ្នកណាម្នាក់នោះទេដូច្នេះនៅពេលដែលអស់លោកបងប្អូនបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទហើយអស់លោកបងប្អូនដឹងច្បាស់ថាព្រះបានកត់ទុកឈ្មោះអស់លោកបងប្អូននៅក្នុងបញ្ជីជីវិតរបស់ផងទ្រង់គឺទ្រង់មិនដែលលុបចោលនោះទេតើក្នុងជីវិតរស់នៅរបស់ផងមនុស្សម្នាក់តើមានអ្វីដែលពិសេសលើសជាងជីវិតដែលមានព្រះគ្រីស្ទគង់នៅក្នុងជីវិតពីព្រោះដែលមានព្រះគ្រីស្ទគង់នៅក្នុងជីវិតគឺយើងទទួលបាននៅការថែរក្សាការការពារការផ្គត់ផ្គង់របស់ផងព្រះអង្គហើយក៏មានអ្វីដែលវិសេសលើសជាងជីវិតដែលជាកូនរបស់ផងព្រះសម្រាប់ជីវិតរបស់ផងខ្ញុំនៅពេលដែលខ្ញុំជួបប្រទះនឹងបញ្ហាណាមួយនៅក្នុងជីវិតខ្ញុំតែងតែនឹកឃើញការមួយជាការកំសាន្តចិត្តរបស់ផងខ្ញុំ
គឺខ្ញុំដឹងថាខ្ញុំជាកូនរបស់ផងព្រះហើយការដែលខ្ញុំរំលឹកចាំយ៉ាងដូចនោះគឺនាំឲ្យខ្ញុំមានអំណរដោយដឹងថាខ្ញុំមានឪពុកដ៏មានគ្រប់ទាំងអំណាចព្រះចេស្តាដែលជាឪពុករបស់ផងខ្ញុំគឺជាព្រះដែលបង្កើតរបស់ទាំងអស់មកជាមួយគ្នាក៏គ្មានអ្វីដែលវិសេសជាងដែលមានឈ្មោះកត់នៅក្នុងបញ្ជីជីវិតរបស់ផងព្រះអង្គពីព្រោះកាលណាមានឈ្មោះកត់នៅក្នុងបញ្ជីជីវិតរបស់ផងព្រះគឺយើងរួចផុតពីសេចក្តីជំនុំជម្រះដែលនាំឲ្យធ្លាក់ទៅស្ថានវេទនាដល់នៅអកាលជានិច្ចបងប្អូនលោកដែលមានព្រះគម្ពីរអាចនឹងបើកផ្ទៀងជាមួយខ្ញុំអានជូននៅក្នុងបទគម្ពីរវិវរណៈជំពូក20នៅក្នុងខ15គម្ពីរវិវរណៈជំពូក20នៅក្នុងខ15បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតនោះនឹងត្រូវបោះទៅក្នុងបឹងភ្លើងនេះគឺជាស្ថាននរកដែលវេទនានៅអកាលជានិច្ចហើយនៅក្នុងខគម្ពីរនេះបានបញ្ជាក់ថាបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតអ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើងក្នុងជីវិតអស់លោកបងប្អូនហើយនឹងខ្ញុំដែលយើងមានអំណរនៅក្នុងជីវិតរបស់ផងយើងដែលយើងបានដឹងច្បាស់ថាព្រះអង្គគង់នៅក្នុងជីវិតរបស់ផងយើងគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គគង់នៅក្នុងជីវិតរបស់ផងយើងហើយព្រះអង្គអត់ដែលចាកចោលនោះទេហើយព្រះអង្គប្រទានឲ្យយើងបានទទួលឯកសិទ្ធិធ្វើជាកូនរបស់ផងព្រះហើយទន្ទឹមគ្នាព្រះអង្គបានកត់ឈ្មោះរបស់ផងអស់លោកបងប្អូនដែលបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទគឺកត់ទុកនៅក្នុងបញ្ជីជីវិតរបស់ផងទ្រង់អំណរនៅក្នុងជីវិតគ្រីស្ទបរិស័ទមួយគឺដោយដឹងថាព្រះគ្រីស្ទទ្រង់លុបចោលនៅអស់ទាំងអំពើបាបដែលមាននៅអតីតកាល2អំណរដោយព្រោះដឹងច្បាស់ថាព្រះគ្រីស្ទទ្រង់គង់នៅជាមួយក្នុងពេលបច្ចុប្បន្នទី3គឺជាអំណរដែលយើងអាចនឹងអបអរដោយព្រោះព្រះគ្រីស្ទទ្រង់គង់ជាមួយនៅក្នុងពេលអនាគតនៅក្នុងបទគម្ពីរយ៉ូហានចំពុក14នៅក្នុងខ3បងប្អូនលោកដែលមានព្រះគម្ពីរអាចនឹងបើកផ្ទៀងជាមួយខ្ញុំគម្ពីរយ៉ូហានចំពុក14ខ3បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នានោះខ្ញុំនឹងត្រឡប់មកវិញនឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរអ្វីដែលកន្លងទៅគឺជាអតីតកាលអ្វីដែលកំពុងកើតមាននេះគឺហៅថាជាបច្ចុប្បន្នកាលហើយអ្វីដែលនឹងកើតមានទៅខាងមុខគឺហៅថាជាអនាគតកាលសម្រាប់គ្រីស្ទបរិស័ទគឺយើងអាចនឹងមានជីវិតដែលរស់នៅអបអរនិងអំណរដែលយើងជឿដល់ព្រះយេស៊ូវគ្រីស្ទមួយគឺយើងអបអរដោយព្រោះព្រះគ្រីស្ទបានលុបចោលនៅអ្វីដែលកត់ទុកទាស់នឹងយើងនៅអតីតកាលហើយយើងអាចនឹងអបអរសាទរក្នុងជីវិតដែលរស់នៅជាគ្រីស្ទបរិស័ទដោយព្រោះព្រះគ្រីស្ទទ្រង់គង់នៅជាមួយយើងក្នុងពេលបច្ចុប្បន្នកាលនេះហើយជាមួយគ្នាយើងអាចនឹងអបអរសាទរដោយព្រោះព្រះគ្រីស្ទគង់ជាមួយនៅក្នុងពេលអនាគតមានមនុស្សជាច្រើនដែលគេមានការព្រួយបារម្ភពីអនាគតរបស់ផងគេមិនដឹងថាតើមានអ្វីកើតឡើងមកដល់ជីវិតគេនៅក្នុងអនាគតកាលរបស់ផងគេហើយក្នុងការដែលគេចង់ដឹងនោះគេតែងតែរកគ្រូទាយដើម្បីដឹងថាជីវិតគេនៅក្នុងអនាគតកាលនោះយ៉ាងណាខ្លះប៉ុន្តែសម្រាប់អស់លោកបងប្អូនហើយនឹងខ្ញុំដែលបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទហើយព្រះគម្ពីរប៊ីបបានចែកឲ្យយើងបានដឹងច្បាស់ពីជីវិតអនាគតរបស់ផងយើងហើយព្រះគម្ពីរបានចែកឲ្យយើងបានដឹងច្បាស់ថាព្រះអង្គគង់នៅជាមួយយើងក្នុងអនាគតកាលដែលយើងត្រូវរស់នៅខាងមុខហើយកាលណាយើងដឹងច្បាស់នាំឲ្យយើងមានអំណរឈ្នះលើការភ័យខ្លាចមានបទចម្រៀងមួយដែលបានច្រៀងលើកឡើងក្នុងអត្ថន័យថាដោយព្រោះខ្ញុំដឹងច្បាស់ថាព្រះគ្រីស្ទទ្រង់រស់បានខ្ញុំអាចនឹងមានសេចក្តីក្លាហានមិនភ័យខ្លាចចំពោះថ្ងៃខាងមុខ
ដែលត្រូវជួបប្រទះពីព្រោះព្រះអង្គទ្រង់សន្យាដើម្បីនឹងជួយយើងក្នុងជីវិតដែលយើងរស់នៅបច្ចុប្បន្នហើយជីវិតទៅអនាគតផងនៅក្នុងបទគម្ពីរទំនុកដង្កើងជំពូក23ស្ដេចដាវីតលោកបានរកឃើញអាកំបាំងនៃជីវិតរបស់ផងលោកដែលលោកមានព្រះជាជំនួយសម្រាប់ជីវិតរបស់ផងលោកខ្ញុំអានពីខ4ទៅនៅក្នុងបទគម្ពីរទំនុកដង្កើងជំពូក23ទោះបើទូបង្គំដែលកាត់ច្រកភ្នំនៃមលុបសេចក្តីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយត្បិតទ្រង់គង់នៅជាមួយនឹងទូបង្គំប្រនងហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូបង្គំទ្រង់រៀបតុនៅមុខទូបង្គំចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបលើក្បាលទូបង្គំពេងនៃទូបង្គំក៏ពេញហៀប្រកាសជាសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដល់រាបដល់អស់មួយជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងរៀបដល់រាបទៅអស់លោកបងប្អូនហើយនឹងខ្ញុំដែលបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គទ្រង់លុបចោលអស់ទាំងអ្វីដែលកត់ទុកទាស់នឹងយើងនៅអតីតកាលហើយព្រះអង្គគង់នៅជាមួយយើងក្នុងពេលបច្ចុប្បន្នកាលហើយព្រះអង្គទ្រង់គង់នៅជាមួយយើងរហូតដល់អស់កាលជានិច្ចមានការជាច្រើនដែលមនុស្សម្នាក់មានមោទនៈនៅក្នុងជីវិតរបស់ផងគេអ្នកខ្លះមានមោទនៈក្នុងជីវិតដែលគេមានរូបសម្បត្តិស្អាតអ្នកខ្លះមានមោទនៈដោយព្រោះគេមានទេពកោសល្យខ្ពស់ឬក៏អ្នកខ្លះមានមោទនៈដោយព្រោះគេមានចំណេះវិជ្ជាប្រាជ្ញាខ្ពង់ខ្ពស់ឬក៏គេមានបុណ្យស័ក្តិធំឬក៏មានអំណាចឬក៏មានតួនាទីធំណាមួយប៉ុន្តែសម្រាប់គ្រីស្ទបរិស័ទគឺយើងមានមោទនៈដោយព្រោះយើងដឹងថាព្រះគ្រីស្ទទ្រង់បានលុបចោលអស់ទាំងសេចក្តីដែលកត់ទុកទាស់នឹងយើងនៅក្នុងអតីតកាលហើយយើងមានមោទនៈអំណរដោយយើងដឹងច្បាស់ថាព្រះអង្គគង់ជាមួយនឹងយើងជារៀងរាល់ថ្ងៃក្នុងជីវិតដែលយើងរស់នៅបច្ចុប្បន្ននេះហើយយើងក៏មានអំណរដោយយើងដឹងច្បាស់ថាព្រះអង្គគង់ជាមួយនឹងយើងរហូតដល់អនាគតអស់កាលជានិច្ចបានជាស្ដេចដាវីតលោកបានលើកឡើងអំពីជីវិតដែលលោកមានអំណរនៅក្នុងជំនឿដែលជឿដល់ព្រះប្រកាសជាសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដល់រាបដល់អស់មួយជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងរៀបដល់រាបទៅសូមបានសម្រុំចិត្តអធិដ្ឋានព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានទទួលជឿដល់ព្រះអង្គទុកជាព្រះអង្គម្ចាស់ហើយជាព្រះអង្គសង្គ្រោះនៃជីវិតតខ្លួនហើយជំនឿនោះឯងដែលទ្រង់បានលុបចោលអស់ទាំងសេចក្តីដែលកត់ទុកទាស់នឹងទូបង្គំយើងខ្ញុំនៅក្នុងអតីតកាលហើយជំនឿនោះឯងដែលព្រះអង្គសន្យាគង់នៅជាមួយទូបង្គំយើងខ្ញុំក្នុងជីវិតដែលរស់នៅជារៀងរាល់ថ្ងៃក្នុងបច្ចុប្បន្ននេះហើយជំនឿនោះឯងព្រះអង្គសន្យាឲ្យទូបង្គំយើងខ្ញុំដឹងច្បាស់ថាព្រះអង្គគង់នៅជាមួយរហូតអស់កាលជានិច្ចទៅអនាគតខាងមុខនោះទូបង្គំអរព្រះគុណដល់ព្រះអង្គសូមឲ្យទូបង្គំយើងខ្ញុំបានរស់នៅក្នុងមោទនៈនៃជំនឿអបអរសាទរក្នុងជំនឿដែលជឿដល់ព្រះអង្គដើម្បីរក្សាជំនឿនោះបានគង់វង្សរហូតបានជួបជាមួយនឹងព្រះអង្គទៅរស់នៅក្នុងនគររបស់ព្រះទ្រង់អស់កាលជានិច្ចបង្គំអរព្រះគុណដល់ព្រះអង្គបង្គំក៏សូមអធិដ្ឋានសម្រាប់បងប្អូនបង្គំដែលមិនទាន់បានទទួលជឿដល់ព្រះអង្គនៅឡើយបានមានឱកាសនឹងស្វែងយល់មានឱកាសនឹងសម្រេចចិត្តទទួលព្រះអង្គជាចម្លើយសម្រាប់ជីវិតតខ្លួនផងដែរទូបង្គំអរព្រះគុណដោយសូមអធិដ្ឋានទូថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមដ៏មានអំណាចព្រះជាស្ដារបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន